ជាសម្បត្តិបេតិកភណ្ឌថ្ងៃណាខែណាឆ្នាំណាអូបាទលោកគ្រូសម្បត្តិจะไปดองเวง ចូលសម្បត្តិបេតិកភណ្ឌនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016ពិតជាត្រឹមជាដៃអបតតបាទអូរង្វាន់បាននេះជាការឧបត្ថម្ភពីសប្បុរសជននានាដែលបានចូលរួមបាទបន្តទៀតទៅបៃដងវិញមានខ្ទង់ចំនួនប៉ុន្មានអូនេះលើកជំរាបលោកគ្រូទៅបៃដងវែងមានខ្ទង់ចំនួន12ខ្ទង់អូពិតជាត្រឹមត្រូវអូនេះបាទចបៃដងវែងមានខ្សែចំនួនប៉ុន្មានអូហ្នឹងមើលតើចំនួន3ប្រើប្រាស់អីគេខ្សែចំនួន3វែងមានខ្សែចំនួន3ប្រើប្រាស់តែ2ទេបាទអូបាទនេះជារង្វាន់លើកទឹកចិត្តបាទក្នុងការធ្វើសំណួរចម្លើយចបៃដងវែងគេកេះយ៉ាងម៉េចវិញជំរាបលោកគ្រូទៅបៃដងវែងគេពីលើចុះក្រោមពីលើចុះក្រោមបាទពិតជាត្រឹមត្រូវបាទនេះបាទអូតើចបៃដងវែងចូលជាសម្បត្តិបេតិកភណ្ឌថ្ងៃណាខែណាឆ្នាំណាដោយអង្គការណាតើស៊ីបានវិស្វករលោកគ្រូបៃដងវែងចូលសម្បត្តិបេតិកភណ្ឌនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016ដោយអង្គការយូណេស្កូបាទពិតជាត្រឹមត្រូវអូខ្លាំងណាស់ឃើញទេបាទតើចបៃដងវែងលេងនៅក្នុងកម្មវិធីអ្វីខ្លះបាទលោកគ្រូចបៃដងវែងលេងនៅកម្មវិធីអារ៉ាវងភ្លេងអារ៉ាអូពិតជាត្រឹមត្រូវបាទនេះអូចបៃដងវែងលេងនៅក្នុងវងភ្លេងអីទៀតបាទបៃដងវែងលេងក្នុងវងភ្លេងបុរាណវងភ្លេងការបោកវងភ្លេងបាទពិតជាត្រឹមត្រូវអូលឺណាស់បាទតើចបៃដងវែងគេប្រគំនៅក្នុងកម្មវិធីអ្វីបន្តទៀតបាទបៃដងវែងគេវែងចូលឲ្យដងវែងគេប្រគំនៅកម្មវិធីមហោរីនិងចម្រៀងមហោរីវងភ្លេងមហោរីនិងច្រៀងចំបៃដងខ្លួនឯងជិះចំបៃដងខ្លួនឯងយ៉ាងម៉េចជិះចាបៃខ្លួនឯងអូពុតជាត្រឹមត្រូវមែនតើប៉ុន្តែគាត់ថានិយាយល្អល្អួនមែនទេបាទណាបាទអរគុណច្រើនអរគុណពុកម៉ែបងប្អូនតែទៅគ្រប់គ្រងជាកម្លាំងចលករក្នុងសកម្មភាពផ្សព្វផ្សាយនៃទម្រង់ចំបៃដងវិញក៏ដូចជាបង្រៀនបទបង្ហាញផងដែរនេះជាកិច្ចធ្វើបទបង្ហាញហើយបងប្អូនទាំងអស់គ្នាបានជួបជ្រាបយល់ដឹងហើយក៏សូមអរគុណសម្រាប់សប្បុរសជនដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអប់រំគឺផ្ដល់ជាអាហារសម្រន់សម្រាប់ធ្វើសំណួរចម្លើយនៅទីបញ្ចប់នៃកម្មវិធីបទបង្ហាញបង្រៀនចំបៃនឹងផងដែរសូមអរគុណ